នេះរបៀបដូរខននៅក្នុង app Irony ទៅជារបស់របស់យើងអញ្ចឹងកុំឲ្យខាតពេលចូលទៅមើលហ្មងទៅដំបូងអ្នកទាំងគ្នាគ្រាន់តែចូលមកកាន់ app មួយនឹងសិនមកបន្តមកទៀតអ្នកទាំងគ្នា scroll ទៅខាងក្រោមនឹងឃើញពាក្យ random ចុចទៅពាក្យ random ហ្នឹងរួចហើយចុច copy website link នៅពេលដែលគ្នាយើងចុចរួចរាល់ហើយអ្នកទាំងគ្នាចូលមកកាន់ Safari ឬក៏ Chrome សម្រាប់ Android អ្នកទាំងគ្នាចូលមកកាន់ app មួយនេះចូលទៅកាន់ app នោះរួចរាល់ហើយអ្នកទាំងគ្នាគ្រាន់តែធ្វើការ paste link ដែលយើងបាន copy បាញ់មិញចូលចឹងវានឹងនាំអ្នកទាំងគ្នាទៅកាន់ website app Irony ហ្នឹងឯងចូលមកដល់ហើយគ្នាយើងគ្រាន់តែចុចទៅលើ tre 3នៅខាងលើចុចរួចហើយអ្នកទាំងគ្នាចុចពាក្យ random robux បន្ទាប់មកដល់នៅកន្លែងនេះគឺវានឹងឲ្យអ្នកទាំងគ្នាឃើញថាប្រមាណ coin គឺស្មើនឹងប្រមាណ robux អីចឹងណានេះគឺជា robux ដែលយើងអាចបដូរបានសម្រាប់នៅក្នុងហ្នឹងគឺគេដាក់ឲ្យយើងមើលហើយដោយសារតែខ្ញុំមាន coin រៀងច្រើនគួរសមដែរអញ្ចឹងគឺខ្ញុំបដូរបាន60 robux បន្ទាប់ពីគ្នាយើងបានលើ robux ដែលគ្នាយើងចង់បដូរហើយអត់ទាន់អស់ទេអ្នកទាំងគ្នា scroll មកខាងលើកន្លែងហ្នឹងគឺថាតំណងជាសាំញ៉ាំច្រើនមែនតើក៏ប៉ុន្តែអ្នកទាំងគ្នាមើលតែពី3ចំណុចទៅបានហើយដែលកន្លែងហ្នឹងគឺគេឲ្យយើងធ្វើការបង្កើត game pass មួយដែល game pass មួយហ្នឹងដែរគឺយើងត្រូវដាក់ចំនួន robux ដែលគេបានឲ្យយើងពេលដែលអ្នកទាំងគ្នាជ្រើសរើស robux អ្នកទាំងគ្នាក៏លេខមើលទៅចំណុចទី6ដោយសារតែខ្ញុំគឺបានឃើញថាកន្លែងចំណុចទី6ហ្នឹងគឺគេដាក់86 robux អញ្ចឹងយើងគ្រាន់តែចូលមកកាន់ Roblox របស់យើងមករួចហើយអ្នកទាំងគ្នាគ្រាន់តែចុចទៅ tre 3នៅខាងក្រោមហ្នឹងបន្ទាប់ពីចុចហើយអ្នកទាំងគ្នាធ្វើការអស់ឡើងលើនឹងឃើញពាក្យ create ចុចទៅលើពាក្យហ្នឹងមកអូខេអញ្ចឹងវានាំអ្នកទាំងគ្នាមកដល់កន្លែងហ្នឹងយើងចុចទៅលើ tre 3រួចហើយយើងចុច creationបន្តមកទៀតអ្នកទាំងគ្នាចុចទៅលើរូប map មួយហ្នឹងមកបន្តមកទៀតអ្នកទាំងគ្នាចុចទៅលើ tre 3ខាងលើហ្នឹងរួចអ្នកទាំងគ្នាធ្វើការ scroll ឡើងលើគ្នានឹងឃើញពាក្យថា pass ចុចពាក្យថា pass ហ្នឹងទៅគឺវានឹងនាំអ្នកទាំងគ្នាមកកាន់កន្លែងដែលយើង create ដាក់ជាមួយនឹង game pass របស់យើងនៅពេលដែលយើងចូលមកដល់កន្លែងហ្នឹងគឺអ្នកគ្នាគ្រាន់តែចុច create a pass ចំពោះកន្លែងហ្នឹងគឺវាអត់មានអីពិបាកទេអ្នកទាំងគ្នាដាក់តាមចំណង់ចំណូលចិត្តយើងដាក់អីក៏វាឲ្យយើងដែរបន្ទាប់ពីយើងធ្វើការសរសេរអក្សរអីអស់ហើយអ្នកទាំងគ្នាគ្រាន់ចុច create pass គឺបាននេះហើយអ្នកទាំងគ្នាចុចទៅលើ pass ដែលយើងបានបង្កើនបាញ់មិញហ្នឹងចុចទៅអ្នកទាំងគ្នាធ្វើការចូលទៅកាន់ tre 3ខាងលើហើយចុចពាក្យ select ខាងទី2ហ្នឹងអូខេអញ្ចឹងបន្ទាប់មកអ្នកគ្នាចុច item for selectកន្លែងហ្នឹងគឺថាយើងដាក់ចំនួន robux ទៅតាមចំណុចទី6ដែលយើងបានឃើញនៅ website បាញ់មិញហ្នឹងអញ្ចឹងមិញហ្នឹងគឺឃើញថាដូចជា86អញ្ចឹងយើងគ្រាន់តែដាក់ចំនួនហ្នឹងមកបន្ទាប់ហើយយើងចុច create pass ម្ដងទៀតsorry គ្នាយើងកន្លែងហ្នឹងដូចជាពាក្យថា save change អញ្ចឹង save change ហ្នឹងមកបន្ទាប់ពីយើងធ្វើការបង្កើត game pass រួចរាល់ហើយអ្នកទាំងអស់គ្នាចុច random nowឃើញអ្នកទាំងគ្នាអត់មានអីពិបាកផងគឺយើងធ្វើតែប៉ុណ្្នឹងគឺយើងអាចឲ្យ coin ហ្នឹងបដូរទៅជា robux បានហើយ